Chua bếp xú lục ta lục giấy bông ốn nâng prây yếm mật nạ đập vịt chịu à tê đê cál tên ọc nhẹ.ថ្ងៃនេះសូមអញ្ជើញបងប្អូនមកបន្តសម្ដាប់រឿងព្រេងនិគានបុរាណខ្មែររបស់យើងទាំងអស់គ្នាតែមុននឹងចាប់ផ្ដើមវិទ្យុអតីតកាលសូមមេត្តាអភ័យទោសទុកជាមុនចំពោះរាល់កំហុសឆ្គងទាំងឡាយព្រោះការនិទាននេះគឺប្រើប្រាស់សំឡេង AI ជាជំនួយសម្រាប់បងប្អូនដែលទើបតែចូលមើលហើយមិនទាន់បានជួយ Subscribe ទេសូមមេត្តាជួយ Subscribe និង Like វីដេអូនេះម្នាក់មួយផងកុំឲ្យខាត់ពេលយូរសូមរីករាយសន្ដាប់ដួយតទៅរឿងខ្លាស្វានិងទន្សាយមានសត្វខ្លាមួយក្បាលកំពុងដើររកស៊ីតាមទម្លាប់របស់វាលុះដើរទៅក៏បានប្រទះនឹងសត្វគីង្គក់មួយក្បាលកំពុងលោតផ្លោតខ្លាក៏ស្រែកសួរទៅថាយើបងម៉ាំងកាយេខ្លាហៅថាម៉ាំងកាជាឯងដើររកស៊ីអ្វីនឹងគីង្គក់តបថាចុះបងខ្លាឯងដើរមករកអ្វីដែរខ្លាថាយើងដើររកស៊ីគីង្គក់តបថាយើងក៏ដើររកស៊ីដូចបងឯងដែរខ្លាថាចុះដើររកស៊ីអ្វីនឹងបានបើបងឯងលោតម្ដងបានមួយស៊ុញដូចនេះតើចាប់សត្វអ្វីនឹងបានគីង្គក់ក៏អួតខ្លួនប្រាថ្នាឲ្យខ្លាកោតខ្លាចថាយើធ្វៃបើឃើញយើងលោតតិចដូចនេះបើចង់លោតយ៉ាងណាក៏បានចង់ចាប់សត្វតូចក្តីធំប៉ុណ្ណាក្តីក៏បានទាំងអស់មិនចាញ់បងឯងទេខ្លាថាបើបងឯងពូកែដោយសម្ដីថាយើងលោតប្រឡងគ្នាពីត្រីព្រែកមកខាងទៅត្រីព្រែកមកខាងមើលបើបងឯងលោតឆ្លងដល់យើងជឿថាពូកែមែនគីង្គក់ជាសត្វមានប្រាជ្ញាគិតឃើញថាសត្វខ្លានេះតែងតែចោលកន្ទុយទៅក្រោយពេលវាត្រៀមលោតបើដូច្នេះអញនឹងចាំខំកន្ទុយវាមុនពេលវាលោតទៅរួចគីង្គក់តបទៅវិញថាខ្លាចអ្វីបងខ្លាឯងបើចង់លោតពីត្រឹមណាទៅត្រឹមណាក៏បានដែរហើយយើងហ៊ានឲ្យបងឯងទៅឈរនៅមុខយើងទៀតផងតែពេលណាយើងស្រែកថាហោះត្រូវបងឯងលោតទៅចុះខ្លាចជាសត្វឆោតមិនអាចគិតដឹងគំនិតគីង្គក់ដែលវាចង់ខំកន្ទុយខ្លួននោះសោះឯខ្លួនឯងក៏មិនបានគិតពីរបៀបខ្លួនដែលត្រៀមលោតនោះធ្វើកិរិយាយ៉ាងណាដែរខ្លាក៏ព្រមសន្យាទៅឈរនៅមុខគីង្គក់ឯគីង្គក់ពេលខ្លាមកឈរនៅមុខហើយឃើញឱកាសល្អហើយក៏ប្រាប់ថាបងឯងប្រុងស្ដាប់រីឯខ្លារវល់តែប្រុងត្រចៀកស្ដាប់ក៏ចោលកន្ទុយទៅត្រង់មុខគីង្គក់ក៏ស្រែកថាហោះហើយខំកន្ទុយខ្លាជាប់ខ្លាលោតផ្លោតទៅភ្លាមដល់ត្រីព្រែកមកខាងមើលរំពេចអំណាចកន្ទុយខ្លាវត្តទៅមុខនោះក៏បោកទាញគីង្គក់ទៅជាមួយផងដូចជាដុំដីដែលគេចោលនឹងឈើដង្ហក់ធ្លាក់ហួសទៅមុខខ្លាស្ទើរតែស្លាប់ខ្លាក៏មិនដឹងក៏បែរខ្លួនទៅក្រោយវិញហើយស្រែកហៅថាយើបងម៉ាំងកាយេគីង្គក់ឆ្លើយថាគូកនៅឯនេះហើយខ្លាឮគីង្គក់ឆ្លើយពីមុខដូចនេះក៏ថាបងម៉ាំងកាយេពូកែមែនហើយប៉ុន្តែខាងការចាប់សត្វនោះយើងមិនទាន់ឃើញរឹតបងឯងនៅឡើយបើដូច្នេះយើងនឹងចាប់សត្វលបងគ្នាទៀតគីង្គក់ព្រមក៏តបវិញថាបងទៅចាប់សត្វចុះបានសត្វប៉ុន្មានមកជួបគ្នានៅកន្លែងនេះយើងនឹងរើសសាច់នូកលបងមើលតើអ្នកណាបានច្រើនជាងខ្លាព្រមក៏ចេញទៅរកចាប់សត្វផ្សេងបានច្រើនឯគីង្គក់ក្រោយខ្លាចេញទៅនោះក៏ខំសង្វាតលោតទៅ
វាទៅចាប់សត្វណាបានទេព្រោះធួបតែចាប់ជន្លែននឹងស្រមោចសង្អាលោតបន្តិចទៅឃើញមានឈួងមួយដុំពុនគ្រាប់សណ្ដែកក៏លេបឈួងនោះចូលទៅលោតបន្តិចទៅទៀតឃើញឆ្អឹងត្រីស្លាតមួយតូចនៅកណ្ដាលផ្លូវក៏លេបថែមទៅទៀតលោតបន្តិចទៅទៀតឃើញគ្រាប់អង្ក្រែមអង្ក្រមមួយក៏លេបទៅទៀតបានជា3មុខល្មមតែពេញពោះរួចក៏ត្រឡប់វិលមកចាំខ្លានៅកន្លែងដដាលវិញឯខ្លាពេលស្វែងរកសត្វបានសព្វគ្រប់ហើយក៏ត្រឡប់មកឯកន្លែងដើមតាមការសន្យាលុះមកដល់ឃើញគីង្គក់អង្គុយចាំច្រពុកពុកក៏សួរថាយើបងម៉ាំងកាយេមកដល់ហើយហេគីង្គក់តបថាយើងមកចាំឯងយូរណាស់ហើយមើលបងខ្លាឯងបានប៉ុន្មានមុខបងឯងឬចេញមកមើលយើងនឹងកត់ត្រាខ្លាឬសត្វនានាជាច្រើនមុខប្រាប់គីង្គក់រើសចេញអស់ទៅប្រាប់ថាអស់តែប៉ុណ្ណេះហើយគីង្គក់រើសចំណែករបស់ខ្លួនវិញឲ្យខ្លាមើលម្ដងទី1រើសបញ្ចេញឈូងមកមុនខ្លាសួរថាសត្វអីបងគីង្គក់ថានឹងគេហៅថាគៀសមរុយខ្លាស្ដាប់មិនបានក៏អន្វរថាកុំនិយាយបាលីបើគូបងសុំប្រាប់ជាសម្រ័យមកចុះគីង្គក់ប្រាប់ថានេះគួយរមាស់ខ្លាក៏កោតថាយើខំដល់ទៅរមាស់ផងទី2រើសចេញឆ្អឹងត្រីស្លាក់ចេញមកខ្លាសួរថាសត្វអីស្អ៊ុះស្គូដូច្នេះបងគីង្គក់ប្រាប់ថាផលដំរីសុកខ្លាថាអានិតទៅកុំនិយាយបាលីបាគូគីង្គក់ថានឹងគេហៅថាភ្លុកដំរីសខ្លារត់តែកោតថាអាយ៉ាលេងដល់ភ្លុកដំរីសទៀតផងចោះអស់ប៉ុណ្្នឹងហើយឬនៅទៀតបងគីង្គក់ថាយើអស់ប៉ុណ្្នឹងអ្នកមៀនៅច្រើនមុខណាស់បងឯងចាំតែរាប់ទៅទី3រើសទម្លាក់គ្រាប់អង្ក្រែមអង្ក្រមចេញមកខ្លាសួរថាសត្វអីក្រហមផងខ្មៅផងដូច្នេះគីង្គក់តបថាផ្នែកអាភ្លេកខ្លាថាសូមនិយាយជាសម្រាយទៅវិញមើលគីង្គក់តបថានឹងហើយគេហៅថាភ្នែកអាខ្លាឯងខ្លាឮថាភ្នែករបស់ខ្លួនក៏ស្ទុះរត់ភ្លាមមិនហ៊ាននៅគីង្គក់ស្រែកថាឈប់សិនឯងទៅណាចាំអញយកភ្នែកឯងស៊ីខ្លារត់តែភ័យខ្លាំងឡើងទៀតចេះតែរត់ទៅគីង្គក់ខំដេញតាមពីក្រោយលុះឆ្ងាយបន្តិចទៅស្រាប់តែប្រទះនឹងអណ្ដើកសួរថាបងម៉ាំងកាយេរត់ទៅណាគីង្គក់ថាបងជាបុរិលខ្ញុំដេញតាមខ្លាវាទៅរត់ទៅមិញបងប្រទះដែរឬអណ្ដើកថាឃើញវារត់ទៅហើយបើដូច្នេះខ្ញុំជួយតាមគីង្គក់និងអណ្ដើកក៏នាំគ្នាតាមដើរបន្តិចទៅឃើញខ្លាសំងុំពួនលើគុម្ពឫស្សីអណ្ដើកឃើញក៏ស្រែកប្រាប់ទៅគីង្គក់ថាវានៅនេះទេគីង្គក់ថាបងជីបុរិលឯងចាំនៅត្រង់នេះចុះខ្ញុំនឹងឡើងទៅចាប់វាឯលើគីង្គក់ខំប្រវេប្រវាឡើងតាមវល់នឹងមែកឈើទៅបានពាក់កណ្ដាលគុម្ពឫស្សីស្រាប់តែរបូតដៃធ្លាក់មកដីឮសូរប្រោកអណ្ដើកថាបងគីង្គក់ថាខ្ញុំចោះមកបោចវល់យកទៅចងវាតែម្ដងខ្លាឮដូច្នេះក៏ស្ទុះលោតចុះរត់ទៅទៀតខ្លារត់ទៅឃើញដើមឈើមើដើមធំ
ក៏ត្រេកអរខំឡើងទៅនៅសំងុំមិនឲ្យសត្វទាំងពីរដឹងឯគីងគក់និងអណ្ដើកខំតាមដានទៅបាត់ដានត្រង់ដើមឈើនោះពេលមើលទៅលើក៏ឃើញខ្លាពួនក្រាបលើមែកឈើក្រមៀមទើបស្រែកប្រាប់គ្នាថាកូនយឿនវានៅនេះទេគីងគាត់ប្រាប់ថាបងជាបុរិលឯងចាំនៅគល់នេះចុះខ្ញុំនឹងឡើងទៅចាប់វាឯលើគីងគក់ខំប្រវេប្រវាឡើងទៅជិតប្រកាបមែកឈើស្រាប់តែសម្បកឈើរបេះចេញធ្លាក់មកដល់ដីដោយទាំងខ្លួនវាមកដល់ដីអណ្ដើកសួរថាម្ដេចដូច្នេះគីងគក់ថាយើងគិតរំលំឈើនេះវិញឲ្យដួលនឹងចាប់អណ្ដើកបោទង្គិចគល់ឈើនោះលឺសូរពករួចគីងគក់ធ្វើបញ្ចេញសំឡេងលឺតែក្រត់ហើយស្រែកបន្ថរទៀតថាហោះរំលំឈើហើយខ្លាលឺថារំលំក៏ក្រឡេកមើលទៅលើឃើញពពករសាត់លឿនស្លៅស្មានតែរំលំមែនក៏ស្ទុះរត់ចុះទៅទៀតសត្វទាំងពីរចេះតែដេញតាមទៅឯខ្លារត់កាន់តែឆ្ងាយក៏បានប្រតិនឹងតាចាក់ម្នាក់ធ្វើជាងដែកខ្លាចូលទៅសំពាក់តាចាក់នោះថាសូមជួយយកអាយុខ្ញុំផងត្បិតគីងគក់និងអណ្ដើកវាដេញចាប់ខ្ញុំនឹងប្រហារជីវិតតាចាស់តបទៅខ្លាថានៅចុះសូមអញជួយឯងឲ្យរួចពីស្លាប់កុំឲ្យអាគីងគក់អណ្ដើកធ្វើអ្វីបានយូរបន្តិចឃើញអណ្ដើកទៅដល់មុនខ្លាប្រាប់តាចាស់ថាយូរបន្តិចឃើញអណ្ដើកទៅដល់មុនខ្លាប្រាប់តាចាស់ថាអ៊ុញហាមកទៀតហើយតាចាស់ថាមិនអីទេបើខ្លាចណាត្រូវខំសពខ្លាំងទៅខ្លារឹតតែសពខ្លាំងឡើងតាចាស់ចាប់អណ្ដើកនោះបានយកទ្រពគូតអង្គុយហើយថាជាហើយចាំតែធ្វើដែករួចសឹមស្ងោបន្តិចក្រោយមកឃើញគីងកក់ទៅដល់ទៀតខ្លាថាអានឹងហើយវាប្រាថ្នាតែភ្នែកខ្ញុំទេតាចាស់ប្រាប់ថាបើឯងខ្លាចណាស់ត្រូវយកខ្សែចងស្នប់ផ្ទាប់នឹងចង្កេះទេខ្លាធ្វើតាមឯតាចាស់នោះគាត់ស្លៀកខោជើងធំពេកអង្គុយលើអណ្ដើកកំពុងតែពើតរូកកោកំបិតភ្លេចគិតឯប្រដាប់របស់ខ្លួនខាងក្រោមធ្លាក់ស្ដោកនៅកណ្ដាលវាងគីងកក់ក្រឡេកឃើញក៏ប្រាប់ទៅអណ្ដើកថាបងជាបរុលឯងមើលខាងក្រោមអណ្ដើកក្រឡេកទៅឃើញប្រដាប់តាចាស់នោះទាំងអស់ក៏មានចិត្តអព្រួយហើយអោតក្បាលចូលទៅក្នុងជើងខោខំក្រឹបដោយជង្គង់ដាច់ត្រឹមគល់ទៅទាំងអស់តាចាស់ដួលបះជើងជ្រងគីងកក់ស្រែកថាទៅកូនយើងដួលមួយហើយខ្លាឃើញតាចាស់ដួលក៏ស្ទុះរត់ទៅដោយទាំងស្នប់នោះទៅផងគីងកក់ដេញតានទៅដល់ជិតមាត់ស្ទឹងមួយមានទឹកជ្រៅគីងកក់ស្រែកឲ្យអណ្ដើកថាបងប្រយ័ត្នខំស្ទាក់កុំឲ្យវាលោតទឹកក្រែងបាត់ដានខ្លាលឺក៏លោតទៅក្នុងទឹកចូលក្នុងស្នប់ទឹកហូរខ្លាំងក៏នាំខ្លាលេចស្លាប់ទៅ